รับយើងអ្នកដែលមិនសូវមានលុយក៏ដូចជាចង់បានអ្វីមួយគឺយើងសន្សំរកខែរកឆ្នាំទៅរឹមតែបានវាថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកនរគ្នាពីរបស់មួយដែលខ្ញុំមិនអាចអត់យកបានសឹមថាទៅទីណាមួយក៏តែងតែយកវាទៅតាមបើចង់ដឹងថារបស់នឹងគឺជាអីអ្នកនរគ្នាអាចមើលវីដេអូនេះរត់ដល់ចប់តែមិនមើលដល់ចប់ជួយ follow អ្នកមួយមកអូខេអ្នកនរគ្នារបស់នឹងគឺជា laptop ដកខ្លួនរបស់ខ្ញុំតែងតែប្រើប្រាស់វាដើម្បីធ្វើការសិក្សារៀនសូត្រទៅជាប្រភេទការងារ graphic design កាត់តវីដេអូ audio ឬក៏ការងារបន្ទាន់របស់ខ្ញុំហើយទៅពេលដែលខ្ញុំទៅណាខ្ញុំតែងតែយកវាមកតាមដើម្បីបំពេញទៅលើការងារមួយចំនួនដែលយើងអត់ទាន់បានចប់នៅពេលដែលយើងមាន laptop តខ្លួនដែលមានសមត្ថភាពបែបនេះវាពិតជាមានភាពងាយស្រួលសម្រាប់ខ្ញុំក្នុងការធ្វើការជាអ្នកកាត់តវីដេអូក៏ដូចជា design ព្រោះថាការងារទាំងនេះគឺសុទ្ធសឹងតែជាប្រភេទការងារបែបលក្ខណៈតម្រូវឲ្យកុំព្យូទ័ររបស់យើងមានសមត្ថភាពមួយដែលខ្លាំងអាចធ្វើឲ្យយើងធ្វើការបានដោយរលូននេះជាបទពិសោធន៍មួយចំនួនដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាជួបអ្នកនរគ្នាតាមមានបទពិសោធន៍បែបណាដែលទៅជាអ្នកខំយកទៅសូមខមមិននៅខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងដែរ